ឥឡូវនេះឃើញតាម Facebook តែហ៊ានខ្លួនឯងមិនដែលធ្វើទេតែតាអ្នកគេថាស្នេហាជាតិខ្លាំងហ៎ខាងថៃក៏គេបរោះតែតបថៃទៅខាងខ្មែរក៏បរោះតបខ្មែរទៅបន្តិចតិចអូថៃត្រៀមលើកតបមកវាយយើងហើយនៅខាងថៃក៏បរោះអូខ្មែរលើកតបបញ្ជូនត្រៀមមកវាយគ្នាហើយចង់ម៉េចតែហ៊ានជួមុខគេធ្វើការគេដឹងកន្លែងណាព្រំដែនអាដាមឡាំជាទៅទីនេះថ្ងៃមុនចោះតើដែរកន្លែងណាដែលយើងកំណត់ត្រូវចរចាដើម្បីធ្វើការកន្លែងណាដែលយើងត្រូវបោះបកគោលហើយឯកភាពគ្នាហើយវាព្រំដែនយើងវាលំបាកទីមួយបន្សល់ពីជំនាន់បារាំងព្រំដែនខ្លះអត់មានជាព្រំដែនទេជាមួយប្រទេសឡាវជាមួយប្រទេសវៀតណាមដូចអត់មានទេព្រំដែនរដ្ឋបាលពីពុតមួយថៃយើងមានអនុសញ្ញាសន្ធិសញ្ញា1907ដែលនិយាយព្រំដែនគោកព្រំដែនទឹកយើងមិនទាន់ចរចាទេយើងនៅបន្តចរចាយើងមានការទៀមទារបស់យើងពីឆ្នាំ72ចដទល់ចដអីខ្ញុំគ្រាន់តែសូមបញ្ជាក់ថាព្រំដែនទឹកស្អីកោះគុតកោះអីតំបន់ត្រួតស៊ីគ្នាទេអ្នកខ្លះខំស្អីយើងប្តឹងយើងស្អីថាយើងឲ្យបាត់អត់ទាន់មានបាត់អត់ទាន់មានអីរឿងកន្លែងណាអីកន្លែងណាទេព្រំដែនទឹកមិនទាន់បានចរចាឯកភាពគ្នាទេហើយការទៀមទានៅដោយខ្សែ72អីពីមុនហ្នឹងក៏យើងនៅបន្តទៀមទាដើម្បីជាមូលដ្ឋានចរចាអត់មានតន់លះបង់ស្អីកន្លែងណាទេហើយអញ្ចឹងកុំនិយាយរឿងបិទរឿងស្អីណានោះរឿងនៅព្រំដែនគេវាយគ្នា2018ស្លាប់របួសមកកាគូ2008ទៅណាធ្លាប់ហើយភ្លក់ហើយវាយគ្នាការដោះស្រាយការយកចិត្តទុកដាក់យើងត្រូវធ្វើកិច្ចការងារយ៉ាងម៉ត់ចត់មិនឲ្យបាត់ដីយើងទេប៉ុន្តែយន្តការរបៀបធ្វើបែបណាអ្នកខ្លះថាឲ្យទៅប្តឹងយ៉ាងម៉េចយើងដាក់ពាក្យប្តឹងទៅតុលាការគេទទួលអត់ ICJ ទី2តើប្តឹងផ្អែកលើមូលដ្ឋានអីមូលដ្ឋាននៃការឯកសារដែលយើងរៀបចំរួចទៅហើយត្រៀមលក្ខណៈធ្វើការរួចទៅហើយយើងដោះស្រាយបញ្ហាជាជំហានអ្នកខ្លះទៀមទាឲ្យយើងចេញថានេះរបស់យើងក៏នោះរបស់យើងមិនទាន់លេងបៀផងយើងបង្ហាញស្លឹកបៀទៅហើយបាទមិនទាន់លេងបៀយើងមិនទាន់លេងបៀយើងបង្ហាញស្លឹកបៀលេងមកជ្រះរឿងការពារទឹកដីគឺជាការទទួលខុសត្រូវវែងអញ្ចឹងសូមកុំយករឿងបែបនេះយកមកប៉ុន្តែត្រឡប់ទៅវិញយើងត្រឡប់ទៅលើការខិតខំប្រឹងប្រែងដោយការទទួលខុសត្រូវតាំងពីយើងអត់មានបោះបកគោលព្រំដែនសោះជាមួយប្រទេសវៀតណាមចាប់ពីដោយពីស្នួលឡើងទៅដល់កតុយនេះពីមុនមកឥឡូវយើងបោះច្រើនណាស់នៅសល់តែ16%ឥឡូវ16%នោះយើងកំពុងចរចាផ្ដើមដើម្បីទុកប្រសាទតាំងពីអត់មានបកគោលមានបកគោលតាំងពីអត់មានផ្លូវមានផ្លូវតាំងពីអត់មានមនុស្សនៅទៅមានមនុស្សដែរហើយឥឡូវតំបន់ជាច្រើនដែលយើងអត់មានមនុស្សទៅយើងនឹងឈានទៅដល់ការធ្វើផ្លូវដើម្បីភ្ជាប់ឲ្យមានមនុស្សទៅនៅទីនោះដែលចូលរួមនៅក្នុងការពារទឹកដីរបស់យើងអញ្ចឹងបើសិនជាគេជេរយើងរឿងបាត់ទឹកដីយើងមានតែខិតខំកសាងការពារទឹកដីតាមរយៈការវាស់វែងចរចាដើម្បីការពារផលប្រយោជន៍របស់យើងបោះបកគោលព្រំដែនឲ្យជាប់ការពារពង្រឹងព្រៀបការពារជាតិការពារអភិវឌ្ឍតាមព្រំដែនរបស់យើងត្រៀមលក្ខណៈការពារគ្រប់បែបយ៉ាងទាំងអស់បាទអ្នកដែលប្រកែអ្នកដែលអួតអ្នកដែលចង់វាយគ្នាអ្នកដែលចង់បដិគ្នារាជរដ្ឋាភិបាលពេលដែលយើងធ្វើការប្រយុទ្ធគ្នា2008-2011យើងប្តឹងទៅ ICJ នៅខេត្តព្រះវិហារយើងធ្វើការងារយន្តការនេះអស់ហើយយើងដឹងថាវិធីសាស្ត្រណាដែលត្រូវដើរយើងមិនត្រូវស្លាប់គឺថាកលារបស់យើងហើយយើងត្រូវកោតការទៅរៀបចំគណៈកម្មការព្រំដែនអាណត្តិនេះក៏បានជួបគ្នាក្រុងជួបគ្នាដើម្បីធ្វើការងារបន្តទៀតការដោះស្រាយព្រំដែនតាមយន្តការយើងមានយន្តការព្រំដែនរបស់យើងជាមួយថៃថ្នាក់ភូមិភាគកងទ័ពជាមួយកងទ័ពថ្នាក់ GBC រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរជាប្រធានហើយថ្នាក់ JBC
គឺគណៈកម្មការជាតិព្រំដែនទាំងពីរដែលធ្វើការចឹងយន្តការ3ថ្នាក់យើងបានដោះស្រាយជាប់ជាបដាទៅហើយរឿងព្រំដែនមិនមែនជារឿងមួយថ្ងៃនោះទេហើយរឿងប្តឹងរឿងលើកតបទៅໄວវាអត់ដោះស្រាយបញ្ហាអីទេជាពិសេសរឿងវាយគ្នាកងទ័ពទេបាទរឿងការប្រើច្បាប់ប្រើបច្ចេកទេសច្បាប់អន្តរជាតិយើងត្រូវបន្តទៅដើម្បីធានានៅផលប្រយោជន៍របស់យើងបាទប្រទេសវាយគ្នាណាប្រទេសវាយគ្នាទីបំផុតត្រឹមតែមកដកថយទៅកន្លែងដើមវិញក្រោយពីស្លាប់អស់មកគុកដកថយរក្សាដោយមុនបង្កើតបញ្ហាហើយរឿងខាងថៃអ្នកនយោបាយថៃថាអានេះបោះគេអានេះបោះគេនិយាយតែខ្លួនឯងទៅអត់មានតតទស្សគាត់ថ្ងៃមុនអ្នកនយោបាយថៃស្រែកថាតាមន់ធំអីបោះគេនាំគ្នាមកចង់មកលើកទង់ជ័យលើកអីស្រែកថាបោះគេទីបំផុតតាហ៊ានថៃទប់មិនឲ្យមកបើសិនជាអានឹងប្រកាសជាមិនមានបញ្ហាគេឲ្យចូលបោះឥឡូវដោះស្រាយទៅសម្រាប់យើងត្រៀមលក្ខណៈហើយយើងនឹងបន្តជំរុញទៅទៀតខាងការពារជាតិកងកម្លាំងប្រដាប់យុទ្ធគឺយើងត្រៀមផ្លូវច្បាប់ផ្លូវបច្ចេកទេសគឺយើងធ្វើការហើយនេះហើយគឺជាអ្វីដែលយើងធ្វើវិធីសាស្ត្រមានដោះស្រាយច្រើនខុសគ្នារដ្ឋាភិបាលនីមួយៗមានគោលនយោបាយនិងវិធីសាស្ត្រដោះស្រាយដូចគ្នាខុសគ្នាគោលដៅតែមួយទេការពារទឹកដីរបស់យើងអ្នកខ្លះប្រើវិធីក្តៅអ្នកខ្លះប្រើវិធីត្រជាក់អ្នកខ្លះប្រើវិធីទាំងក្តៅទាំងត្រជាក់ជាការចរចាអ្នកខ្លះបខំឆេះអ្នកខ្លះត្រូវការវាខុសគ្នាទាំងអស់កន្លែងណាត្រូវការធ្វើអីម៉ាឡេស៊ីហើយថៃហ្នឹងក៏ដោះស្រាយព្រំដែនតន់អស់នៅត្រួតទីគ្នាតំបន់ទឹកដើម្បីច្រើននៅសមុទ្រចិនខាងត្បូងមើលប្រទេសប្រមាណដែលមានបញ្ហាជាមួយខាងចិនមាន4ប្រទេសក្នុងនោះ3ប្រទេសគឺគេយកវិធីត្រជាក់ឲ្យគណៈកម្មការបច្ចេកទេសនៅពេលដែលគេធ្វើការរកស៊ីអីជាមួយគ្នានៅក្នុងតំបន់នោះសួរថាទេបានបោះឲ្យព្រំដែនទៅប្រទេសណាអត់ទេគេរកវិធីប្រទេសមួយមានបញ្ហាប្រើវិធីក្តៅជុលគ្នារឿងវិធីខុសគ្នាហើយប្រទេសខ្លះរដ្ឋាភិបាលមួយក៏រកវិធីក្តៅរដ្ឋាភិបាលមួយវិធីត្រជាក់ដោះស្រាយទៅរឿងតែប៉ុណ្្នឹងប៉ុន្តែសួរថារដ្ឋាភិបាលទាំងអស់ក្បត់ជាតិទេអត់ទេរាជរដ្ឋាភិបាលកម្ពុជាក៏ដូចគ្នាយើងធ្លាប់ប្រើប្រាស់វិធីក្តៅវាយគ្នាហើយយើងធ្លាប់ប្រើប្រាស់វិធីច្បាប់ហើយកន្លែងណាដែលយើងត្រូវការចរចាបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាព្រោះទំនាក់ទំនងប្រទេសទាំងពីរប្រទេសជិតខាងមិនខុសមានទំហំធំបាទសម្បីតែនៅថៃរាល់ថ្ងៃនេះខ្ញុំមើលសម្បីនៅសភាទៅក៏រដ្ឋគណៈបកប្រចាំថៃទៅកំពុងតែជេររដ្ឋាភិបាលថៃថាម៉េចក៏មិនទៅយកកោះកុដមិនក៏មិនទៅដាក់ទ័ពនៅនេះដាក់ទ័ពនៅនោះបាទឥឡូវបរដ្ឋាភិបាលលោតហ៎ប្រជាទ័ពបោយើងក៏មានអ្វីញ៉ាខ្លីដែរប៉ុន្តែសួរស្លាប់ពីណាគេទ័ពថៃទ័ពខ្មែរសួរតែអ្នកដែលស្រែកហ្នឹងមានពីណាទៅអត់អ្នកដែលរុញទៅនឹងទៅអត់បាទទាំងនៅថៃទៅយើងអ្នកដែលគេថាជ្រុលគេស្រឡាញ់ជាតិជ្រុលតែម្នាក់ឯងដល់ស្លាប់ពីណាស្លាប់តែកូនចៅប្រជាពលរដ្ឋតែហ៊ាននៅជួរមុខនឹងឯងបាទនេះគឺជាការដោះស្រាយអញ្ចឹងថាក៏ថាចុះជេរក៏ជេរចុះប៉ុន្តែការពិតដែលយើងបានធ្វើហើយនឹងបន្តធ្វើគឺទទួលខុសត្រូវនៅក្នុងការការពារទឹកដីរបស់យើងសម្រាប់ប្រជាជនខ្មែរសម័យនេះនិងទៅអនាគតយើងអត់បោះបង់នៅកាតព្វកិច្ចវិធីសាស្ត្រយើងធ្វើគ្រប់វិធីបាទនៅក្នុងការដឹកនាំនិងការទទួលខុសត្រូវរបស់យើង